នេះរតនានៅក្មេងខ្ចីក៏ពិតមែនប៉ុន្តែដើរតួនាទីបានយ៉ាងល្អជាស្វាមីនិងជាឪពុករបស់គេតារាចម្រៀងនេះរតនាបន្ទាប់ពីបានក្លាយទៅជាឪពុករបស់គេឃើញថាលោកតែងតែយកចិត្តទុកដាក់ចំពោះប្រពន្ធកូនបណ្ដូលចិត្តជារៀងរាល់ថ្ងៃមិនដែលលុះថ្ងៃណាឡើយបន្ទាប់ពីផ្អាកការងារសិល្បៈកំឡុងពេលដែលជំងឺ COVID-19 កំពុងរាតត្បាតនៅលើពិភពលោកក៏ដូចជាប្រទេសកម្ពុជាក្រោយសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសផ្អាកកម្មវិធីជួបជុំគ្រប់រូបភាពអ្វីដែលពិសេសធ្វើឲ្យលោកកាន់តែមានភាពស្និទ្ធស្នាលលើសដើមដោយយកពេលវេលាទាំងអស់ទៅមើលថែភរិយានិងកូនស្រីរបស់ខ្លួនរហូតមកដល់ពេលនេះកូនស្រីរបស់លោកនេះរតនានិងអ្នកនាងហេងសុវណ្ណភក្ណាមានអាយុជាង1ខែហើយដែលអូនតូចដ៏ស្រស់ផូរផង់រូបនេះមានឈ្មោះថានីវ៉ាន់បេឡានីហៅបែលដែលប្រសូតតាមបែបធម្មជាតិកាលពីថ្ងៃទី6ខែមិនិនាឆ្នាំ2020កន្លងទៅទន្ទឹមនឹងនោះដែរការមានកូនមួយនៅមិនទាន់គ្រប់គ្រាន់សម្រាប់គូស្នេហ៍សិល្បៈវ័យក្មេងនោះឡើយលោកបានបង្ហើបថាចង់បានកូនច្រើនជាងនេះថែមទៀតប៉ុន្តែមិនដឹងថាប្រពន្ធរបស់លោកអាចបំពេញបំណងលោកបានឬយ៉ាងណាឡើយម្ចាស់បទកូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតាថ្លែងឲ្យដឹងថាសម្រាប់ផែនការគ្រួសារកំណត់ចំនួនកូនលោកនិងភរិយាបានសម្រេចជាមួយគ្នារួចរាល់ហើយថាចង់បានកូនត្រឹមតែ3នាក់ប៉ុណ្ណោះប៉ុន្តែមិនដឹងថាសុខភាពភរិយារបស់ខ្លួនអាចរ៉ាប់រងបានឬក៏អត់ត្រង់ចំណុចនេះលោកនេះរតនាបានបញ្ជាក់បន្ថែមថាបាទបងខ្ញុំចង់បានកូន3នាក់ប្រុសម្នាក់និងស្រី2នាក់យើងបានសន្យាជាមួយគ្នាហើយតែចាំមើលសុខភាពប្រពន្ធសិនมันអាចបង្ខំបានទេជាមួយនឹងការផ្ដល់កាដូកូនដំបងពីសំណាក់ឧត្តមភរិយាតារាចម្រៀងនីរតនាថ្លែងឲ្យដឹងថាខ្លួនមិនមានកាដូអ្វីជាដុំកំភួនសម្រាប់ភរិយាខ្លួនជាការតបស្នងឡើយគ្រាន់តែបច្ចុប្បន្នលោកបានមើលថែគិតគូរពីសុខភាពប្រពន្ធនិងកូនបានយ៉ាងល្អបំផុតគូបញ្ជាក់ផងដែរថាតារាចម្រៀងផលិតកម្មរស្មីហង្សមាសលោកនេះរតនាបានក្លាយទៅជាភរិយារបស់អ្នកនាងហេងសុវណ្ណភក្ណាក្រោយពីពួកគេបានក្រាបផ្ទឹមរៀបការតាមប្រពៃណីខ្មែរត្រឹមត្រូវកាលពីថ្ងៃទី18ខែមករាឆ្នាំ2019រៀបចំនៅមជ្ឈមណ្ឌល The Premier Center សែនសុខរាជធានីភ្នំពេញដោយមានវត្តមានអ្នកសិល្បៈរួមអាជីពជាច្រើនចូលរួមអបអរសាទរដល់ម្ចាស់ពាន Cambodia Idol រដូវកាលទី1កាលពីឆ្នាំ2016បន្ទាប់ពីលោកនេះរតនានិងអ្នកនាងហេងសុវណ្ណភក្ណាបានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី27ខែមេសាឆ្នាំ2018មង្គលការរបស់លោកនេះរតនាជាមួយកូនស្រីអ្នកជំនួញធំលោកហេងសុវណ្ណដែលជាម្ចាស់វិទ្យុមង្គលសុវណ្ណនោះត្រូវបានគេប្រមាណថាចំណាយលុយធំរហូតទៅដល់ក្បែរ$10,000ឯណោះរហូតមកដល់ពេលនេះគូស្វាមីភរិយាបែបយុវវ័យដ៏ស្រស់ស្អាតមួយគូនេះទទួលបានចំណងដៃកូនស្រីម្នាក់ដ៏ស្រស់ស្អាតគឺអូនតូចបេឡាដែលអ្នកទាំងពីរបានបង្ហាញភាពថ្នាក់ថ្នមចំពោះកូនស្រីដោយកែវភ្នែកទាំងគូចាប្រិយមិត្តទស្សនិកជនពិតជាមានសុភមង្គលខ្លាំងមែនតែនគ្រាន់តែឃើញនៅចាទិដ្ឋភាពចាកម្រងរូបថតរបស់លោកនីរតនាព្រមជាមួយនឹងភរិយានិងកូនស្រីតូចដែលជាកូនដំបងចាសម្រាប់ព័ត៌មាននេះក៏សូមបញ្ចប់អរគុណសម្រាប់ការតាមដានស្ដាប់និងទស្សនាសូមគោរពលា